ប្រញាប់តាក់ទងទៅលោស៊ូភ្លាមទៅប្រាប់គេឲ្យខត់មនុស្ស តើពួកយើងទៅទីនោះឥឡូវនេះហើយអញចេះតែចោទប្រកាន់ថាខោអាវដែលខ្ញុំពាក់ជាការមាន post តាំងអត់នឹងចុះបើវាជាបោះពិតវិញទៅចំណុចលម្អិតមិញនឹងខ្ញុំទៅតែបង្ហាញឲ្យពួក fan មើលតើបើមិនជឿអញសាកសួរជើសានសានថាពួក fan នៅក្នុង live គេនិយាយថាមិនខ្លះខ្សែករបស់ឯងនឹងមិនអាចទៅរួចទេអញមិននឹងមានខ្សែនេះទៅកើតនេះជាខ្សែម៉ាកល្បីរបស់ត្រកូលជីណាក្នុងប្រទេសមានតែ2ខ្សែគត់ហើយមួយខ្សែទៀតគឺនៅត្រកូលឡូនេះច្បាស់ជាខ្សែដែលខាងត្រកូលឡូដណ្ដឹងខ្ញុំហើយតើ មានរឿងអីហ្នឹងនរណាអាចប្រាប់ខ្ញុំបានទេថាមានរឿងអី និយាយឲ្យខ្លីទៅគឺរឿងខ្សែម៉ាកល្បីដែលមានតែ2ខ្សែនឹងណាស្រាប់តែនៅក្នុង live នេះមានលេខចេញមួយខ្សែជាមួយខ្សែជាការខ្លួនហើយមកមើលការពិនិត្យរួមភាពដល់ថ្នាក់នឹងហ្មងខ្សែនេះមួយដែលត្រកូលជីលក់ចេញសុទ្ធតែមានលេខកូដសម្គាល់អត្តសញ្ញាណទាំងអស់មែនអត់ឯងគ្រាន់តែយកលេខសម្គាល់របស់ឯងមកឲ្យខ្ញុំឆែកតាមអនឡាញដើម្បីឯងរកមកបង្ហាញមិនបានទេក៏សុំទោសគេឲ្យមកនិយាយថាខ្លួនឯងពាក់របស់ការខ្លួនចង់បោកប្រាស់គេមែនទេលេខសម្គាល់ស្អីទៅនេះជាខ្សែដែលខាងត្រកូលឡូដណ្ដឹងខ្ញុំពិតមែនណានេះមិនមែនជាលើកទី1ទេណាដែលឯងលួចរបស់គេនោះកុំភ្លេចឲ្យសោះឯងធ្លាប់មានប្រវត្តិបែបនោះការដែលពួកឯងចោទថាខ្ញុំពាក់របស់ការខ្លួនអញ្ចឹងពួកឯងរកផុសតាំងមកមើលឬមួយក៏ពួកឯងចង់មួយបង្កាច់ខ្ញុំដោយការរៀនថ្នាក់ទី12នឹងទៀតមែនទេដោយការថ្នាក់ទី12អញ្ចឹងតែសម្ដីមួយម៉ាត់ពីរម៉ាត់មិនទាន់បានស៊ើបអង្កេតគ្មានផុសតាំងផងក៏កាត់ទុកខ្ញុំបាត់ទៅហើយនិយាយផ្ដេសផ្ដាសណាខ្ញុំនឹងហែកមាត់ឯងមិនខានឲ្យដោយការពី5ឆ្នាំមុនអញ្ចឹងមែនទេដោយការពី5ឆ្នាំមុនអញ្ចឹង លោកម្ចាស់លោក សុំទោសផងចាពួកគាត់គ្រាន់តែលេងសើចគ្នាប៉ុណ្ណោះទេវើយ ពួកឯងមកធ្វើស្អីនៅក្នុងហាងរបស់ខ្ញុំហ្នឹងនរណាជាអ្នកធ្វើរឿងនេះហាបំផ្លាញរបស់មានតម្លៃអស់រលីងហើយវើយ មិត្តរួមថ្នាក់ខ្ញុំម្នាក់នេះពាក់របស់ការខ្លួនមកឌឺដងដាក់ខ្ញុំជួយយិនបំផ្លាញវាចោលចាត់ទុកថាជួយរបស់អ្នកប្រើប្រាស់ទាំងអស់តើលោក និយាយស្អីចម្លែកអញ្ចឹងវើយនរណាថាខ្សែនេះជាបោះកាត់ខ្លួន លោកលោដឹងច្បាស់ណាស់ថាខ្សែនេះមានតែ2ខ្សែគត់នៅក្នុងប្រទេសហើយមួយខ្សែគឺស្ថិតនៅក្នុងដៃរបស់លោកលោនឹងឯង មិនខុសទេលោកតាខ្ញុំបានដេញថ្លៃយកមួយខ្សែហើយថាមួយខ្សែទៀតគឺខាងត្រកូលជើជាអ្នកដេញថ្លៃបានទៅអញ្ចឹងនេះគឺកូនស្រីច្បងត្រកូលជើហើយតើ តាមពិតទៅនេះគឺជាលោកតាឡូតាគាត់ជាអ្នកជំនាញជាន់ខ្ពស់ផ្នែកវត្ថុបុរាណឬថាគាត់ចូលចិត្តនឹងឆ្លុះវង្វេងនឹងក្រណាត់ប៉ាក់ហ្វូខ្លាំងណាស់ថ្ងៃនេះខ្ញុំពាក់រ៉ូបក្រណាត់ប៉ាក់នេះគឺពិតជាត្រូវមកហ្មងលោកតាឡូប្រហែលជាមិនទាន់ជ្រាបទេមើលទៅមិត្តរួមថ្នាក់ខ្ញុំម្នាក់នេះតាំងពីតូចមកចូលចិត្តអួតអាងណាស់នាងចូលចិត្តតែគ្រឿងអលង្ការថ្លៃតែគួរឲ្យស្ដាយគ្រួសារនាងក្រីក្រអញ្ចឹងហើយទៅធ្លាប់ធ្វើរឿងមិនសូវល្អយ៉ាងទៀតខ្ញុំនឹងប្រធានផ្នែករចនាម៉ូដរបស់ Brand G ស្គាល់គ្នាចិត្តខ្ញុំមិនដាច់ចិត្តឃើញស្នាដៃដែលគេខំប្រឹងរចនាឡើងត្រូវគេយកមកធ្វើត្រាប់តាមបែបថោកទាបអញ្ចឹងទេ ពិតឬមិនពិតខ្ញុំមិនដឹងច្បាស់ទេហើយមកខ្សែនេះគឺខ្ញុំជាអ្នកលក់ឲ្យខាង Brand G តាវើយនរណាឲ្យពួកឯងមានសិទ្ធិមកកាត់ខ្សែរបស់អ្នកដទៃដាច់អញ្ចឹងហាពួកឯងដឹងអត់ថាខ្សែនេះវាមានតម្លៃខ្លាំងប៉ុណ្ណា មិនអាចទៅរួចទេមិនអាចទេមិនមែនជាការរត់ទេដឹងទោះជាការពិតក៏ដោយក៏វាមិនដឹងជាបានមកពីប្រភពណាដែរខ្ញុំដឹងហើយខ្ញុំឆ្ងល់ថាឯងមិនក៏ប្រែប្រួលដូចជាមនុស្សផ្សេងអញ្ចឹងតាមពិតឯងបានតោងអ្នកមានសោះនឹងគឺតាចាស់ម្នាក់នេះ ពិតមាត់ភ្លាម កំភ្លៀងមួយដៃនេះគឺដើម្បីឲ្យឯងចងចាំទុកលើកក្រោយបើហ៊ានហើបមាត់មួយបង្កាច់អ្នកដទៃទៀតវាមិនមែនត្រឹមតែកំភ្លៀងមួយដៃនេះទេណា នេះជាភ្ញៀវដែលខ្ញុំបានអញ្ជើញមកតើក្មួយស្រីតើនេះជារបស់ក្មួយមែនទេ នេះជាខ្សែដែលលោកស្រីលោជាដូនតាបានរក្សាទុកយ៉ាងមានតម្លៃមិននឹកស្មានថាត្រូវមកខូចខាតនៅក្នុងដៃមនុស្សថោកទាបបែបនេះសោះវាជាអង្សិតខ្នងដែលជ្រុះចេញពីខ្សែរបស់ខ្ញុំពិតមែនចានៅមានក្របអង្កាំជាច្រើនទៀត ទៅរកមកវិញភ្លាមក្របអង្កាំនិងរោមសត្វទាំងអស់មិនឲ្យខ្វះសំបីតែមួយក្រប ពិតជាកម្របានឃើញណាស់វើយពួកឯងកំពុងតែសម្ដែងរឿងមែនអត់នឹងស្រីម្នាក់នោះពិតជាពីស្ពោខ្លាំងណាស់បំផ្លាញខ្សែដ៏ស្អាតបែបនេះសោះឃើញមួយកំភ្លៀងមិញនឹងពិតជាសំចិត្តខ្ញុំខ្លាំងណាស់វើយ ចុះសរុបទៅខ្សែនេះជារបស់ពិតឬក៏របស់កាត់ខ្លួនទៅវិញទេលោកតាសុំទោសផងចាលោកតារបស់ខ្ញុំគាត់ជាអ្នកស្រាវជ្រាវពីក្រណាត់ប៉ាក់ហ្វូគាត់រៀងមានចិត្តអន្ទះសារបន្តិចហើយសុំទោសផងណាក្មួយស្រីលោកតាមិនបានមានបំណងអីផ្សេងទេណាគឺលោកតាគ្រាន់តែឆ្លុះវង្វេងនឹងក្រណាត់ប៉ាក់ហ្វូខ្លាំងពេកប៉ុណ្ណោះក្មួយស្រីលោកតាមានឈ្មោះថាឡូជីនកជាអ្នកធ្វើការខាងផ្នែកវត្ថុបុរាណមិនទាន់ដឹងថាគួរហៅក្មួយស្រីថាម៉េចដែរចេះ លោកតាអាចហៅខ្ញុំថាហ៊ូឈីវបានចា៎ ឈ្មោះពីរោះណាស់ស្ដាប់ទៅដូចជាគួរឲ្យចង់ញ៉ាំឆ្ងាញ់ណាស់អញ្ចឹងហាហាអ្នកនាងហ៊ូជៀនខ្ញុំពិតជាសោកស្ដាយណាស់ដែលរឿងបែបនេះកើតឡើងនៅក្នុងហាងថៃលើជូរបស់យើងបើអ្នកនាងហ៊ូជៀនទុកចិត្តលើលោឆៅម្នាក់នេះប្រកល់ខ្សែនឹងមកឲ្យខ្ញុំមកណាខ្ញុំនឹងឲ្យអ្នកជំនាញជួសជុលវាឲ្យស្អាតទើបយកមកជូនអ្នកនាងវិញ តើអាចជួសជុលបានមែនហារូពិបាក បាក់ណាស់ណាព្រោះត្បូងរូបនឹងវាងាយនឹងបែកបាក់បំផុតទោះជាជួសជុលខ្សែនឹងបានក៏ដោយខ្ញុំនឹងដើររកអ្នកជំនាញទូទាំងប្រទេសតែម្ដងខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាពសូមតាក់ទងតាម WeChat បន្តិចបានទេ អ្នកនាងហ៊ូជៀនសុំសួរមួយម៉ាត់ចុះតើគ្រឿងអលង្ការនឹងរ៉ូបនេះអ្នកនាងទិញមកឬក៏ គឺមិត្តភក្តិខ្ញុំម្នាក់គាត់ជូនតើ ហ៊ានសួរដេញដល់បន្តិចហើយណាតើអ្នកនាងហ៊ូជៀនអាចគិតគូរលក់វាឲ្យខ្ញុំបានទេខ្ញុំសុខចិត្តឲ្យតម្លៃខ្ពស់ដើម្បីទិញយកទៅរក្សាទុក ជារបស់មិត្តភក្តិជូននឹងណាខ្ញុំមិនគិតចង់លក់ដូរអីទេចា អ្នកនាងហ៊ូជៀនជួយពិនិត្យមើលបន្តិចមើលក្រែងលោមានបាត់បង់អីអត់ ខ្ញុំក៏មិនដែលរាប់ចំនួនគ្រាប់គិចនឹងដែរតែខ្ញុំដឹងថាមានប៉ុន្មានគ្រាប់ណាស់ នៅក្នុងផ្ទះខ្ញុំមានគំនូរមួយផ្ទាំងជាគេដូនតាក្នុងរូបនោះគឺជានារីក្នុងវាំងម្នាក់ស្លៀកឈុតពណ៌ផ្កាឈូកហើយនៅលើករបស់នាងគឺពាក់ខ្សែមួយខ្សែនេះឯងច្រើនឆ្នាំមកនេះខ្ញុំតែងតែស្រាវជ្រាវពីគំនូរមួយផ្ទាំងនោះតែគួរឲ្យស្ដាយគំនូរនឹង
ត្រូវខូចខាតអស់ខ្លះត្រង់ក្បាលនិងមុខមាត់មើលលេងយកទៅហើយ រឿងអីក៏ចៃដន្យម្លេះខ្សែកនេះជារបស់លោកមីងលូមីងលីតើមិនក៏ទៅនៅក្នុងគំនូគេដូនតារបស់លោកតាលូវិញចុះអ្នកទាំងឡាយត្រកូលលូនឹងជាលូផ្លូវថ្នល់ឬក៏លូដីធ្លី គឺលូដេធ្លីតើមិនក៏អ្នកនាងហ៊ូជៀនសួរដេញដល់បែបនេះវិញកុំប្រាប់ណាថាពួកគេជាកូនចៅជំនាន់ក្រោយរបស់លោកលូមីងលីឬលូមីងជឿនោះ លោកលូទោះជាជួសជុលបានឬមិនបានជួយប្រាប់ខ្ញុំឲ្យឆាប់ផងណាព្រោះខ្សែកនេះពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ខ្ញុំ បាទពិតប្រាកដណាស់មានរឿងអីមែនទេ បងប្រមូលរបស់ទាំងនេះទុកវិញទៅខ្ញុំមិនសមនឹងទទួលបានរបស់ល្អបែបនេះទេ របស់ដែលជូនទៅហើយគ្មានហេតុផលអីត្រូវយកមកវិញទេតើមានរឿងអីមិនសប្បាយចិត្តកើតឡើងមែនទេ ខ្ញុំធ្វើឲ្យខ្សែកនឹងខូចបាត់ហើយនេះជារបស់ដែលនៅសល់បងយកទៅវិញទាំងអស់ទៅណាខ្សែកនឹងខ្ញុំឲ្យគេជួសជុលហើយបើបានស្អាតបាត់វិញខ្ញុំនឹងយកមកសងបង ខ្ញុំស្មានតែមានរឿងធំដុំអីគ្រាន់តែខ្សែកសោះក្នុងការដែលបងជូនអូនទៅហើយគឺស្រេចតែអូនចាត់ចែងចុះ តែគ្រឿងអលង្ការឈុតនេះវាមានតម្លៃពេកហើយខ្ញុំរក្សាវាឲ្យបានល្អមិនបានសោះ អូនត្រូវគេធ្វើបាបមែនទេអូនប្រាប់ថានឹងទៅជួបសត្រូវតើត្រូវពួកគេវីដំមែនទេប្រាប់បងមកបងនឹងទៅសងសឹកអូន ខ្ញុំមិនបានត្រូវគេវីទេថែមទាំងបានផ្ទះនាងមួយកំភ្លៀងទៀតផងប៉ុន្តែខ្សែកនោះត្រូវខូចបាត់ទៅហើយមនុស្សពួកហ្នឹងពិតជាមិនចេះនិយាយហេតុផលមែនគេនិយាយថាខ្សែករបស់បងស្រីជាស្រីកាឡៃថែមទាំងធ្វើឲ្យដាច់ខូចទៀតខឹងណាស់វើយ មានគំនុំត្រូវសងភ្លាមអូនធ្វើបានល្អណាស់ អូត្រូវហើយចុះលោកមីងរបស់បងពោគឺព្រះនាងស្នំក្រឡាហោមមានដែលធ្លាប់មានគំនូមួយផ្ទាំងទេដែលនាងស្លៀកឈុតពណ៌ផ្កាឈូកហើយពាក់គ្រឿងអលង្ការឈុតនេះហា គំនូរបស់លោកមីងមានមិនតិចទេកាលនោះនាងស្រឡាញ់គ្រឿងអលង្ការឈុតនេះបំផុតប្រកាសជាមានហើយគ្រាន់តែថានាងស្អប់ពណ៌ផ្កាឈូកបំផុតមិនអាចស្លៀកឈុតពណ៌ផ្កាឈូកក្នុងវងដាច់ខាត ចុះបើមានករណីថានាងស្អប់ពណ៌ផ្កាឈូកមែនតែនាងនៅតែមានឈុតពណ៌ផ្កាឈូកគ្រាន់តែបងមិនដឹងអាចទៅរួចទេ រឿងនេះក៏អាចទៅរួចដែរ ខ្ញុំបានជួបមនុស្សពីរនាក់ពួកគេមានត្រកូលដូចបងបេះបិទគាត់ប្រាប់ខ្ញុំថាក្នុងគំនូគេដូនតារបស់គាត់មានរូបខ្សែកមួយខ្សែនេះពួកគេអាចជាកូនចៅជំនាន់ក្រោយរបស់បងក៏ថាបានក ូនចៅជំនាន់ក្រោយអ្នកនាងហ៊ូជៀនគុំនិយាយផ្ដេសផ្ដាសណាខ្ញុំមិនទាន់រៀបការផងមានកូនចៅជំនាន់ក្រោយមកពីណា បងស្រីហ៊ូជៀនមកពីពិភពអនាគតរាប់រយឆ្នាំឯណោះណាអញ្ចឹងហើយបានជាការនោះមេតបលូច្បាស់ជាមានកូនចៅជំនាន់ក្រោយហើយ អូនមកពីពិភពអនាគតរាប់រយឆ្នាំក្រោយហារុ គឺដោយសារហាងបាយតូចមួយនេះហើយដែលនាំខ្ញុំមកទីនេះ បងដឹងថាអូនមិនដូចពួកយើងទេតែមិននឹកស្មានសោះថាអូនមកពីអនាគតសោះ អូត្រូវហើយលោកតាឡូបាននិយាយទៀតថាខ្សែកនេះមានគ្រាប់គិតធំ99គ្រាប់និងគ្រាប់តូច104គ្រាប់តើវាត្រឹមត្រូវទេ មិនត្រូវទេដឹងមុននេះដូចជាធ្លាប់ពីលោកយាយនិយាយអញ្ចឹងដែរគួរតែមានគ្រាប់ធំ104គ្រាប់និងគ្រាប់តូច104គ្រាប់ទើបត្រូវ បាត់អស់5គ្រាប់មិនគួរអញ្ចឹងសោះលោកតាឡូនិយាយថាគាត់ស្រាវជ្រាវគំនូនឹងរាប់សិបឆ្នាំហើយគាត់ចាំច្បាស់រាល់ចំណុចល្អិតទាំងអស់ ប្រហែលជាគំនូនោះមិនមែនជារូបរបស់លោកមីងបងទេដឹងបើបែបហ្នឹងអាចពន្យល់បានហើយថាហេតុអ្វីបានជានារីក្នុងគំនូនោះស្លៀកឈុតពណ៌ផ្កាឈូក កុំប្រាប់ណាថាគ្រូសាត្រកូលលូមួយនោះមិនមែនជាកូនចៅរបស់បងទេខឹងចង់ងាប់ហើយស្អីគេហ្នឹងយានយកខ្ញុំទៅប្រៀបធៀបជាមួយវាផងតាំងចិត្តចង់រកជើងព្រោះជាមួយខ្ញុំមែនទេចុះគិតប៉ុន្មានគ្រាប់ហ្នឹងលោកឯងបានពិនិត្យមើលហើយឬនៅមានលទ្ធផលអីអត់ ពិនិត្យរួចហើយគឺពិតជាគិចបូព្រីមែនមិនខុសទេតែលើវាចិត្តដាច់ពូជអស់ទៅហើយ ស្មានមិនដល់ថាជារបស់ពិតសោះចុះវាទៅរកមកពីណាអញ្ចេះឬមួយក៏វាមានអ្នកនៅពីក្រោយក្នុងមែនចាំមើលទៅខ្ញុំមិនបណ្ដោយឲ្យនាងឯងរស់នៅស្រួលខ្លួនឡើយគ្មានសារធាតុបន្ថែមតារាងសំគ្រឿងនេះស្អាតជាងមុខខ្ញុំទៅទៀតថ្ងៃក្រោយហាងយើងអាចលក់បាយកញ្ចប់បន្ថែមទៀតបានតើ កញ្ញាហ៊ូជៀនរឿងខ្សែនឹងខ្ញុំបានឲ្យអ្នកជំនាញជួយពិនិត្យមើលហើយណាសូមទោសផងពួកគាត់ព្យាយាមអស់ពីសមត្ថភាពហើយតែព័ត៌មានលម្អិតត្រង់ត្បូងកណ្ដៀងនោះនៅតែមិនអាចជួសជុលបានដដែលឥឡូវខ្ញុំកំពុងនៅទីក្រុងរបស់កញ្ញាហើយតើថ្ងៃនេះទំនេរទេខ្ញុំយកទៅឲ្យខ្ញុំបានរកអ្នកជំនាញលំដាប់កំពូលមកហើយក៏បានសិក្សាជាមួយលោកតាអស់មួយយប់ពេញដែរគឺធ្វើបានត្រឹមតែកម្រិតនឹងឯង មិនអីទេចាំខ្ញុំសួរមិត្តភក្តិខ្ញុំមើលក្រែងលោមានវិធី មិត្តភ័ក្តិរបស់កញ្ញាគឺជានៅដែលទិញខ្សែនេះជូនមែនទេ លោកត្រឡប់ទៅប្រាប់លោកម្ចាស់លូវិញទៅថាមិនបាច់ខ្វល់ខ្វាយនឹងខ្សែនេះពេកទេវាមិនមែនជាខ្សែដូចក្នុងផ្ទាំងគំនូបុរាណរបស់គ្រួសារលោកឡើយ ហេតុអីបានជានិយាយអញ្ចឹងឯព័ត៌មានលម្អិតលើខ្សែគឺដូចគ្នាទាំងស្រុងតើ ប៉ុន្តែចំនួនគ្រាប់គិចវាមិនត្រូវគ្នាទេមិត្តភក្តិខ្ញុំប្រាប់ថាខ្សែនេះត្រូវមានគិចគ្រាប់ធំ104គ្រាប់និងគិចគ្រាប់តូច104គ្រាប់ឯណោះ ចុះគួចគ្រាប់ធំ5គ្រាប់ទៀតបាត់ទៅណាអស់ហើយ ប្រហែលជាជ្រុះបាត់នៅក្នុងសាលពិធីជប់លៀងឬក៏មានអ្នកលួចលាក់ទុកក៏មិនដឹង រឿងនេះវាចៃដន្យពេកហើយបើជ្រុះបាត់នៅក្នុងសាលពិធីមែននោះកញ្ញាកុំបារម្ភអីខ្ញុំនឹងស៊ើបឲ្យដឹងស្ខ្មៅដើម្បីផ្ដល់ចម្លើយដ៏កប់ចិត្តមួយជូនកញ្ញាសូមកញ្ញាហួរអភ័យទោសផងខ្ញុំសុំសួរមួយសំណួរទៀតតើកញ្ញាមានបំណងចង់លក់រោគប៉ាក់ហ្វូខ្វាំងនោះទេ ប៉ុន្តែរូបនឹងខ្ញុំធ្លាប់ពាក់ហើយតើលោក កញ្ញាហួរនិយាយលេងហើយរបស់បុរាណមានមួយណាដែលមិនធ្លាប់មានអ្នកប្រើពីមុនមកនោះគុណតម្លៃរបស់វាមិនមែនស្ថិតលើថ្មីចាស់ទេគឺនៅលើទឹកដៃនិងរឿងរ៉ាវរបស់វាឯណោះ រូបនឹងមានតម្លៃពេកហើយទុកនៅកន្លែងខ្ញុំដូចជាស្ដាយណាស់មិនដូរកាត់ឲ្យអ្នកដែលស្រឡាញ់វាពិតប្រាកដយកទៅរក្សាទុកប្រហែលជាអាចចំណេញបានមួយដុំធំដែរតើ ថ្ងៃទី5ខែមករានៅក្លឹបថៃលើជូនឹងមានរៀបចំការដេញថ្លៃឯកជនមួយប្រសិនបើកញ្ញាចាប់អារម្មណ៍អាចយកវាទៅមើលបានក្រែងលោដេញថ្លៃបានតម្លៃដែលនឹកស្មានមិនដល់ កម្មវិធីដេញថ្លៃហេធ្លាប់តែឃើញក្នុងប្រឡំលោកលើកនេះបានបើកភ្នែកបើកត្រចៀកហើយអូខេខ្ញុំនឹងទៅចូលរួមចាហួបងស្រីហួរជៀនខ្ញុំស្គាល់អក្សរឈ្មោះបងហើយត្រង់នេះមានពាក្យថាហួរផ្កានេះតើអញនោះពូកែណាស់មិនខុសទេត្រកូលរបស់បងគឺអក្សរនឹងឯងចុះអក្សរជៀនក្នុងឈ្មោះបងស្រីហួរជៀនគេសរសេរមិនទៅវិញ
គឺអក្សរជៀនដូចនៅក្នុងពាក្យនំខេកខូនំរមូស៊ុយអេតនឹងណាចាំបងសរសេរឲ្យមើលឈ្មោះបងស្រីងាយចំណាំណាស់ចុះហេតុអីបានជាចាស់ទុំឲ្យឈ្មោះបងបែបហ្នឹងមកពីចូលចិត្តញ៉ាំនំកំប៉ោងហួចៀនមែនទេកាលពីមុនលោកតាក៏ធ្លាប់បើកហាងលក់អាហារសម្រន់តូចមួយនេះដែរប្រហែលជានេះជាប្រភពនៃឈ្មោះបងហើយមើលទៅចៃដន្យអីបងត្រកូលហួរស្រាប់ហើយផ្ទះយើងក៏បើកហាងលក់អាហារសម្រន់ទៀតមើលទៅសំគ្នាខ្លាំងណាស់មែនទេល្អណាស់ណោះតែស្ដាយណាស់ខ្ញុំអត់មានឈ្មោះនឹងគេទេចុះអញណូមិនមែនជាឈ្មោះឯងទេអីមកពីខ្ញុំជាកូនស្រីច្បងក្នុងផ្ទះទើបពួកគាត់ហៅខ្ញុំថាអញញូស្រីធំនៅភូមិរបស់យើងកំរមានអ្នកដាក់ឈ្មោះឲ្យកូនស្រីណាស់មិនអីទេឥឡូវឯងចេះអក្សរហើយតើចង់ដាក់ឈ្មោះខ្លួនឯងថាអីដែរចាំបងរកវិធីកែឈ្មោះក្នុងសៀវភៅជំរឿនឲ្យជាការស្រេចងាយស្រួលតើអញ្ចឹងខ្ញុំសូមប្រើតកោជាមួយបងស្រីបានទេបានតើឯងជាប្អូនស្រីរបស់បងស្រាប់ទៅហើយនឹងអញ្ចឹងខ្ញុំចង់បានឈ្មោះមួយដែលតាក់ទងនឹងរបស់ញ៉ាំដែរខ្ញុំដាក់ឈ្មោះថាហួសឹងសណ្ដែកដីចុះបងស្រីហួជៀនកុំសើចចំអកខ្ញុំអីខ្ញុំដឹងថាខ្ញុំដឹងតិចតួចតែខ្ញុំកំពុងខំប្រឹងរៀនសូត្រណាស់ណាបងមិនបានសើចចំអកអញទេគឺបងគិតថាឈ្មោះនេះគួរឲ្យស្រឡាញ់តើយកអញចេះទៅដាក់ឈ្មោះថាហួសឹងកាសែនទៅចុះផ្លាស់ប្ដូរតួអក្សរតែមិនដូរការបញ្ចេញនេះគឺជាឧបករណ៍តន្ត្រីបុរាណយ៉ាងបងសង្ឃឹមថាថ្ងៃខាងមុខឯងនឹងក្លាយជាមនុស្សដែលមានចំណេះដឹងនិងសមត្ថភាពលេចធ្លោមិនដែរបងស្រីខ្ញុំចូលចិត្តឈ្មោះនេះណាស់ថ្ងៃក្រោយខ្ញុំឈ្មោះហួសឹងហើយខ្ញុំមានឈ្មោះហើយបងប្អូនទាំងអស់គ្នាហ្វូរងខ្ញុំតែងតែចាត់ទុកអ្នករាល់គ្នាជាមនុស្សរាប់អានជានិច្ចឥឡូវនេះជាពេលដែលខ្ញុំជួបការលំបាកបំផុតហើយពួកលោកត្រូវតែជួយខ្ញុំម្ដងណាថាកែវ៉ាន់មានការអីសូមបង្កប់មកចុះពួកយើងពិតជាមិនរួញរាយឡើយត្រូវហើយពួកយើងមិនរួញរាយដាច់ខាតហាងលក់អាហារសម្រន់ហួជៀននៅក្រៅក្រុងនោះហ៊ានមកដណ្ដើមម៉ួយរបស់ខ្ញុំថែមទាំងបណ្ដេញខ្ញុំចេញពីហាងទៀតបើពួកលោកនៅចាត់ទុកខ្ញុំជាមិត្តភក្តិថ្ងៃក្រោយហាមដាច់ខាតកុំរកស៊ីជួញដូរជាមួយនាងឲ្យសោះវ៉ាន់ហ្វូរងខ្ញុំសូមសំពះអរគុណបងប្អូនទាំងអស់គ្នាទុកជាមុនហើយរឿងនឹងវាច្បាស់ណាស់ទៅហើយប៉ុន្តែខ្ញុំដូចជាមិនដែលផ្គត់ផ្គង់អីវ៉ាន់ឲ្យហាងអាហារសម្រន់ហួជៀនស្អីនឹងផងអញ្ចឹងខ្ញុំមិនដែលតាក់ទងជាមួយហាងនំហួជៀននឹងសោះខ្ញុំក៏អត់ដែរមិនអាចទៅរួចចំនួនធំដុំបែបនេះបែរជាមិនបានមកទិញអីវ៉ាន់ពីហាងពួកឯងទៅវិញនៅក្នុងក្រុងនេះគ្មានហាងណាផ្សេងអាចផ្គត់ផ្គង់ទំនិញបានច្រើនបែបនេះទៀតទេថៅកែវ៉ាន់លោកជួខ្ញុំទៅខ្ញុំមិនដែលទាំងស្គាល់ស្រីម្នាក់ឈ្មោះហួជៀននឹងផងមែនហើយខ្ញុំក៏មិនដែលជួបដែរតែលោកកុំបារម្ភអីបើថ្ងៃក្រោយនាងហ៊ានមកទិញអីវ៉ាន់ពីពួកយើងនឹងបដិសេធដាច់ខាតពួកឯងរកពេលយប់ណាមួយលួចទៅដុតអាហាងនំហួជៀននឹងចោលទៅឬថាប៉ុន្មានថ្ងៃទៀតហាងនឹងផ្អាកលក់មួយរយៈល្មមឱកាសល្អលួចទៅដុតតែម្ដងទោះជាមនុស្សឬជាបិសាចវាឲ្យមកចាំមើលទៅដឹងហើយចាប់ពីថ្ងៃស្អែកទៅបងស្រីមានការត្រូវចេញទៅក្រៅក្រុង3ថ្ងៃឯងឆ្លៀតពេលសម្រាប់ឲ្យបានស្រួលបួលទៅណានៅផ្ទះកំដរលោកតាលោកយាយផងបងស្រីហួឆ្វៀនបងត្រូវប្រយ័ត្នប្រយែងផងណាខ្ញុំនឹងនឹកបងណាស់ខ្ញុំនឹងរងចាំបងត្រឡប់មកវិញនៅទីនេះចាសសចាំបងទិញរបស់ឆ្ងាញ់មកផ្ញើណាហូហឹងបងស្រីហូឆ្វៀនមានមនុស្សមានគេចង់ដុតហាងអាហារយើងសុំទោសផងខ្ញុំពន្លត់ភ្លើងមិនទាន់បងប្រញាប់រត់ទៅហូហឹងប្រញាប់ឡើងប្រញាប់ទៅរកទឹកមកហួជៀននាងមិនអីទេមែនទេមិនអីទេតែហួសឹងមានរឿងហើយលោកអាចជួយជូននាងទៅមន្ទីរពេទ្យបានទេកុំបារម្ភអីខ្ញុំនឹងឲ្យគេជូននាងទៅគ្រូពេទ្យភ្លាមនាងមិនមែនឈ្មោះតានីវទេនាងឈ្មោះហួសឹងនាងគឺជាប្អូនស្រីរបស់ខ្ញុំមិនអីទេហួហឹងប្អូនស្រីរបស់នាងខ្ញុំចាំទុកហើយគ្រូពេទ្យថាអាការៈនាងធ្ងន់ធ្ងរណាស់គាត់គ្រាន់តែផ្សំថ្នាំឲ្យហើយប្រាប់ឲ្យសម្រាកស្ងប់ស្ងាត់ក្រៅពីនឹងគឺអាស្រ័យលើប្រេងវាសនារបស់នាងហើយខ្ញុំគិតថានាងច្បាស់ជាមានវិធីទើបជូននាងត្រឡប់មកវិញជោគជ័យហើយមានរឿងអីហ្នឹងនាងទៅតែដកដង្ហើមស្រុកសែងពោយ៉ាងច្រើនពីកន្លែងកើតហេតុទុះចេះអំបញ្ញមិនអីទេទុកឲ្យពួកយើងចោះនាងឈ្មោះអីដែរហូសឹងចារតួអក្សរសឹងដែលមានសញ្ញាលេខពីលើចាត្រូវទៅថត Scanson បងស្រីទៅបងប្រាក់ថ្លៃសេវាមានការធានារ៉ាប់រងសង្គមទេអត់មានទេចាចុះលេខអត្តសញ្ញាណប័ណ្ណវិញរឿងហ្នឹងខ្ញុំក៏មិនដឹងដែរចាបងស្រីមិនស្គាល់នាងទេអីមើលទៅនាងហាក់ដូចជាមិនទាន់គ្រប់អាយុផងក្មេងតូចម្នាក់សោះបងស្រីអាចតាក់ទងទៅអាណាព្យាបាលរបស់នាងបានទេសុំទោសបងចាខ្ញុំតាក់ទងមិនបានទេតើពួកលោកអាចជួយសង្គ្រោះមនុស្សមុនបានទេពួកយើងច្បាស់ជាសង្គ្រោះមនុស្សមុនហើយប៉ុន្តែបើបងស្រីមិនអាចតាក់ទងសាច់ញាតិរបស់នាងបានទេពួកយើងត្រូវតែរាយការណ៍ប្រាប់ប៉ូលីសហើយ
ខ្លួនឯងនៅទីនេះទឹកដីថ្មីថ្មោងសោះកាលពីមុនក៏គ្រាន់តែជាក្មេងកំព្រាម្នាក់គ្មានទីពឹងតាក់ទងនរណាបានឡើយខ្ញុំហាក់ដូចជាគ្មានប្រយោជន៍តតែសោះ អាឡូនិយាយមក តើលោកស្គាល់អ្នកធ្វើការនៅប៉ុស្តិ៍ប៉ូលីសទេ មានរឿងអីកើតឡើងមែនទេ ខ្ញុំមានមិត្តភក្តិម្នាក់កំពុងសម្រាប់ព្យាបាលនៅទីនេះប៉ុន្តែនាងគ្មានអត្តសញ្ញាណប័ណ្ណទេ គ្មានអត្តសញ្ញាណប័ណ្ណមានន័យថាម៉េចធ្វើបាត់អស់ទោសមិនមែនទេ មិនមែនធ្វើបាត់ទេគឺគ្មានតតែសោះគ្មានអត្តសញ្ញាណនាងមិនមែនជាមនុស្សនៅទីនេះទេធ្វើម៉េចទៅមិនរាប់ថាលួចឆ្លងដែនទៅកើតបើជារឿងលួចឆ្លងដែនតើលោកមានវិធីជួយដោះស្រាយទេខ្ញុំមានលុយរឿងលុយកាក់មិនមែនជាបញ្ហាទេអស់ប៉ុន្មានក៏ខ្ញុំរីករាយនឹងចំណាយដែរលោក មិនមែនធ្វើបាត់ទេគឺគ្មានតែម្ដងគ្មានអត្តសញ្ញាណនាងមិនមែនជាមនុស្សនៅទីនោះទេលួចឆ្លងដែនមកមែនទេក៏មិនមែនលួចឆ្លងដែនដែរចុះបើលួចឆ្លងដែនមែនលោកមានវិធីជួយទេលុយមិនមែនជាបញ្ហាទេទោះអស់ប៉ុន្មានក៏ខ្ញុំព្រមចេញដែរ